ខ្ញុំមានដំណឹងល្អថ្មីមួយក្នុងការចែកជូនបងប្អូនទាំងអស់គ្នាឥឡូវហ្នឹងយើងទៅស្ដាប់ទាំងអស់គ្នាថាវាជាដំណឹងអីចា៎សារជាតិតស៊ូ CNRC នឹងប្រកាសបំពេញតួនាទីជារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ជាផ្លូវការនៅថ្ងៃទី23ខែតុលាឆ្នាំ2025នេះរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នៃក្រុមប្រឹក្សាជាតិតស៊ូគឺជាតំណាងពិតប្រាកដនៃផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរនិងប្រទេសកម្ពុជារីឯរដ្ឋាភិបាលរបបភ្នំពេញនៃគ្រួសារហ៊ុនឪកូនមិនមែនជាតំណាងនៃផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរនិងប្រទេសកម្ពុជាឡើយយើងខ្ញុំសូមប្រៀបធៀប7ចំណុចជាបឋមទី1រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23អនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991និងគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារីឯរដ្ឋាភិបាលរបបភ្នំពេញឪកូនបំផ្លាញកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991និងប្រហាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី2រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ធ្វើការងារដើម្បីស្ដារប្រជាធិបតេយ្យនិងលើកដំកើងសេរីភាពសម្ដែងមតិរីឯរដ្ឋាភិបាលរបបភ្នំពេញឪកូនធ្វើអ ுக ្រិតកម្មសម្រាប់ប្រជាធិបតេយ្យនិងដឹកនាំបែបផ្ដាច់ការគ្រួសារហ៊ុនផ្ដាច់មុខទី3រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ហ៊ានប្រកួតបោះឆ្នោតដោយសេរីនិងត្រឹមត្រូវគ្រប់ពេលវេលារីឯរដ្ឋាភិបាលរបបភ្នំពេញឪកូនខ្លាចការប្រកួតបោះឆ្នោតដោយសេរីនិងត្រឹមត្រូវជានិច្ចកាលទី4រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ប្រកាន់នយោបាយការបរទេសអព្យាក្រឹតនិងប្រជាធិបតេយ្យនិយមរីឯរដ្ឋាភិបាលរបបភ្នំពេញឪកូនប្រកាន់នយោបាយការបរទេសផ្អៀងជ្រុលធ្លាក់ក្នុងដៃសម្ព័ន្ធមិត្តកុម្មុយនីសនិយមទី5រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23បំពេញបេសកកម្មដើម្បីដោះស្រាយជម្លោះព្រំដែនតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសចម្រុះអ្នកជំនាញអង្គការសហប្រជាជាតិនិងអ្នកបច្ចេកទេសតំណាងប្រទេសបារាំងព្រមទាំងប្តឹងទៅតុលាការអន្តរជាតិរីឯរដ្ឋាភិបាលរបបភ្នំពេញឪកូនដោះស្រាយជម្លោះព្រំដែនតាមការចរចាទ្វេភាគីលាក់បាំងប្រជាពលរដ្ឋខ្មែរព្រមទាំងប្រើឯកសារខុសច្បាប់និងផែនទីដែលគូសដោយភាគីបរទេសឈ្លានពានរហូតដល់កាត់ទឹកដីកម្ពុជាឲ្យបរទេសជិតខាងក្បត់ប្រជាពលរដ្ឋខ្មែរទី6រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23បំពេញបេសកកម្មដើម្បីកម្ចាត់អំពើពុករលួយនិងបំបត្តិប្រព័ន្ធបកពួកគ្រួសារនិយមដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋរីកចម្រើនរុងរឿងរីឯរដ្ឋាភិបាលរបបភ្នំពេញឪកូនប្រព្រឹត្តឧក្រិដ្ឋកម្មពុករលួយបំផ្លាញជាតិនិងចាត់ចែងបែបបកពួកគ្រួសារនិយមដើម្បីពួកអ្នកដឹកនាំធ្វើសេដ្ឋីគ្រប់ក្រុមគ្រួសារលើភាពក្រីក្រនិងទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរពេញនគរទី7រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23មានគោលដៅរៀបចំប្រទេសឡើងវិញតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបកបើកលំហសេរីភាពព័ត៌មានឲ្យតម្លៃលើការអប់រំជាអាទិភាពសិលធម៌សច្ចធម៌យុត្តិធម៌សមត្ថភាពនិយមគោរពសិទ្ធិមនុស្សអហិង្សានិយមនិងបង្រួបបង្រួមជាតិជាគោលប្រតិបត្តិរីឯរដ្ឋាភិបាលរបបភ្នំពេញឪកូនដឹកនាំប្រទេសតាមទំនៀមទម្លាប់កុម្មុយនីសគ្រួសារឯកបកបិទប្រព័ន្ធព័ត៌មានសេរីដោយបង្ខំឲ្យតម្លៃលើការគំរាមកំហែងជាអាទិភាពអសិលធម៌បោកប្រាស់អយុត្តិធម៌គ្រួសារបកពួកនិយមរំលោភសិទ្ធិមនុស្សហិង្សានិយមនិងបំបីបំបាក់ជាតិជាគោលប្រតិបត្តិផ្ដាច់ការយោងតាមលក្ខខណ្ឌនៃការប្រៀបធៀបទាំង7ចំណុចនេះបង្ហាញថាគោលការណ៍គោលដៅនិងបេសកកម្មរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នៃក្រុមប្រឹក្សាជាតិតស៊ូសុទ្ធតែស្របនឹងឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរម្ចាស់ប្រទេសកម្ពុជាដូច្នេះរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23គឺជាតំណាងពិតប្រាកដនៃផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរនិងប្រទេសកម្ពុជារីឯចាបងប្អូនបានស្ដាប់ឮហើយអំពីការប្រៀបធៀបរហូតដល់7ចំណុចរបស់ក្រមប្រឹក្សាជាតិតស៊ូក្នុងការបង្កើតរដ្ឋាភិបាល$23ចាហើយបងប្អូនប្រកាសជាបានស្ដាប់ឮនៃការធ្វើបទសម្ភាសន៍របស់លោកប្រធានសំរងស៊ីដែរចាជាមួយនឹងវិទ្យុអាស៊ីសេរីចាគឺគាត់បាននិយាយហើយថាប្រសិនបើរដ្ឋាភិបាលលោកហ៊ុនម៉ាណែតចាព្រមអនុវត្តច្បាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីស$23នោះអត់មានទេរដ្ឋាភិបាលបណ្ដោះអាសន្នក្រៅប្រទេសចាគេហៅថារដ្ឋាភិបាល$23ហ្នឹងមូលហេតុទាំងនេះហើយដែលគេបង្កើតរដ្ឋាភិបាល$23ដោយសារតែនៅក្នុងប្រទេសរដ្ឋាភិបាលសពថ្ងៃកំពុងតែព្យាយាមលុបបំបាត់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស$23ហើយ7ចំណុចដែលបងប្អូនបានស្ដាប់មុននេះបន្តិចណាខ្ញុំគិតថាបងប្អូនយល់ជ្រាបដល់ក្រអៅបេះដូងតែម្ដងណាចាអញ្ចឹងចំពោះរូបនេះខ្ញុំផ្ទាល់គឺខ្ញុំពេញចិត្តនឹងគាំទ្រចំពោះរដ្ឋាភិបាល$23ដែលត្រៀមនឹងបង្កើតជាផ្លូវការតែម្ដងនៅថ្ងៃទី$23នេះចា
អញ្ចឹងបងប្អូនទាំងអស់គ្នាតើមានការយល់ឃើញឬក៏ការគ្រប់គ្រងបែបណាសូម comment នៅក្រោមវីដេអូនេះជាចុងក្រោយចា៎